កថាមុខកាលខ្ញុំអានកតិលោករបស់លោកអ្នកអុកញ៉ាសតនព្រៃជាអិនមុនដំបូងខ្ញុំឃើញមាននិទាននិងសុភាសិតជាកាបមានរសជាតិផ្អែមល្ហែមចាប់ចិត្តចាប់ថ្លើមនាំឲ្យនឹកស្ងើចស្នាដៃលោកនិងទឹកចិត្តលោកពេញដោយមេត្តាករុណាដ៏ធ្ងន់ជ្រាលជ្រៅខ្ញុំយល់ថាលោកមិនមែនត្រឹមតែជាអ្នកកវីឯកប៉ុណ្ណោះទេលោកជាអ្នកប្រាជ្ញសិលធម៌និងទស្សនវិជ្ជាផងតមកមិនយូរប៉ុន្មានខ្ញុំបានអានហេតោបទិបណ្ឌិតនារាយណៈទៀតខ្ញុំឃើញសិលធម៌និងអរិយធម៌ខ្ពង់ខ្ពស់វិសេសក្រៃលែងទៅទៀតខ្ញុំគិតថាធ្វើដូចម្ដេចណនឹងមានលោកណាប្រែជាភាសាខ្មែរទុកជាសម្បត្តិទិព្វវិសេសសម្រាប់ជនជាតិខ្មែរតាំងពីកាលនោះច្រើនឆ្នាំបញ្ចតន្ត្រៈជាប្រភពហេតោបទិនិងរឿងរ៉ាវទាំងឡាយក្នុងពិភពលោកធ្លាក់មកលើដៃខ្ញុំដូចជាទេវតាប្រទានខ្ញុំអានហើយអានទៀតជាប់ចិត្តស្អិតចំពោះអរិយធម៌នេះមានបិតិបាមកជាឆ្អែតកាយឆ្អែតចិត្តហាក់ដូចជាបានក្រេបផឹកទឹកអមរិតហើយសរសើរភពសំណាងខ្ញុំដែលបានកើតមកក្នុងសម័យវិបត្តិអក្សរសាស្ត្រខ្មែរបានជួបប្រទះកិច្ចការងារជាស្នាដៃដ៏សំខាន់បែបនេះខ្ញុំនឹកដល់លោកខឺតកវីជាតិអាល្លឺម៉ង់ដែលបានក្រេបរសជាតិកាបសកុនតលាជាបទល្ខោនកវីកលិទាស័កជាតិឥណ្ឌាមុនដំបូងលោកលុតជង្គង់ចុះដល់ដីលើកដៃសំពះប្រណម្យទៅលើអរគុណចំពោះទេវតាដែលបានទុកអាយុឲ្យលោករហូតដល់អានរឿងដ៏វិសេសនេះមិនតែប៉ុណ្ណោះទេអក្សរសាស្ត្រសំស្ក្រឹតផ្នែកពុទ្ធសាសនាក្តីផ្នែកសាសនាព្រាហ្មណ៍ក្តីឬផ្នែកឯទៀតក្តីសុទ្ធសឹងប្រកបដោយលំអគួរស្ងើចជាទីបំផុតរឿងនេះជាដើមហេតុនាំឲ្យខ្ញុំតាំងចិត្តមាំថាដរាបណាខ្ញុំមិនទាន់អស់ជីវិតទេដរាបនោះខ្ញុំនឹងប្រែហេតោបទិនិងបញ្ចតន្ត្រៈភាសាសំស្ក្រឹតនេះមកជាភាសាខ្មែរទុកជាប្រយោជន៍ដល់ជំនាញជនទាំងឡាយតាមកម្លាំងដែលខ្ញុំអាចធ្វើបានការប្រែគម្ពីរដីកាក្បួនខ្នាតជាអរិយធម៌ឥណ្ឌាមកជាភាសាខ្មែរទុកថាជាការប្លែកក៏ពុំមែនឬទុកថាជាការមិនប្លែកក៏ពុំមែនដែរព្រះបាទកៅឌិនជាក្សត្រសម័យក្រុងភ្នំជាជាតិឥណ្ឌាបាននាំអរិយធម៌មកកាន់ប្រទេសកម្ពុជាមុនដំបូងរវាងខាងចុងសតវត្សទី2នៃគ្រិស្តសករាជចាប់ពីសម័យនោះមកអរិយធម៌ឥណ្ឌាហូរចូលមកកាន់ប្រទេសកម្ពុជាឥតអាករហូតដល់បច្ចុប្បន្នកាលនេះមានគោលគឺសាសនាព្រាហ្មណ៍មានគម្ពីរត្រៃវេទគម្ពីរឧបនិស្ស័តគម្ពីរហេរវង្សគម្ពីរបុរាណរឿងរាមកេរ្តិ៍និងរឿងមហាភារតៈនិងពុទ្ធសាសនាមានគម្ពីរព្រះត្រៃបិដកជាដើមតែគម្ពីរដីកានិងទំនៀមទម្លាប់សាសនាព្រាហ្មណ៍អស់នោះក៏បាត់នៅក្រោមប្រាសាទបុរាណទាំងឡាយស្ទើរតែអស់ហើយនៅសល់តែពុទ្ធសាសនាដែលហូរចូលមកក្រោយគេអរិយធម៌អស់នេះមិនមែនជាអាចកំបាំងអ្វីសោះកាលបើយើងបើកភ្នែកក្រឡេកមើលទៅលើទំព័រប្រវត្តិសាស្ត្រសកលដែលអ្នកប្រាជ្ញទាំងឡាយបានចារឹកទុកមកដើម្បីបញ្ជាក់សេចក្តីពិតនេះលោកស៊ីលវ៉ាំងលេវីសរសេរថាប្រទេសឥណ្ឌាជាដើមមេគំនិតប្រាជ្ញាមេដើមរឿងនិទានផ្សេងមេជំនឿសាសនាមេទស្សនវិជ្ជាមេច្បាប់និងមេការរចនាទ្វីបអាស៊ីអស់ភាគ3ក្នុង4លោកសេដេសសរសេរថាអ្នកប្រាជ្ញប្រទេសឥណ្ឌាភ្លេចសូន្យឈឹងមិននឹងថាវប្បធម៌ខ្លួនផ្សាយទៅកាន់ប្រទេសអាស៊ីខាងកើតនិងអាខេនេរហូតដល់កាលឥឡូវនេះអ្នកប្រាជ្ញឥណ្ឌាខ្លះចេះបារាំងនិងហូឡង់ទៅស្វះស្វែងរកប្រភពប្រវត្តិអស់នេះចេញពីមហាវិទ្យាល័យក្រុងប៉ារីសនិងលេហើយពូលថា
មហាប្រទេសឥណ្ឌាហេតោប្រទេសនេះប្រែថាការព្រៀនប្រដៅប្រយោជន៍ការពន្យល់ប្រយោជន៍ការប្រាប់ប្រយោជន៍ឬការដឹកនាំចនីនិជនឲ្យបានប្រយោជន៍នៅនីលោកីនេះពុំនោះថាពាក្យព្រៀនប្រដៅសិលធម៌ដល់ចនីនិជនទាំងឡាយពុំនោះសោតនឹងហៅថាធម៌បំពេញមនុស្សភាពក៏សឹងបានជាគម្ពីរចាស់បុរាណមានអាយុរាប់ពាន់ឆ្នាំគេនិយមប្រែស្ទើរគ្រប់ភាសាក្នុងសកលលោកទោះជាអាស៊ីឬអឺរ៉ុបគេទុកជាលោកនីតិឬគតិលោកមួយដ៏សំខាន់ហេតោប្រទេសជាភាសាសំស្ក្រឹតនេះមានលំអ4ប្រការគឺ1សេចក្តីជ្រាលជ្រៅទន់ផ្អែម2ប្រើពាក្យលេបខាយល្អស្រស់3ជើងកាបណៃណង4រឿងរ៉ាវតាក់ទងគ្នារដឹកដូចរឿង1001យប់បើនរណាបានអានហើយនរជននោះជាប់ចិត្តនឹកស្ងើចជញ្ជក់មាត់ចង់មើលចង់អាននឹងនឹកទៅដល់អ្នកនិពន្ធដើមស្ងើចសរសើរស្នាដៃនិងចិត្តប្រកបដោយមេត្តាក្រាលទៅគ្របដណ្ដប់សពសត្វទាំងឡាយលោកលាលូឡាល់បណ្ឌិតឥណ្ឌាជាតិព្រាហ្មណ៍សរសេរទុកថាហេតោប្រទេសនេះលោកនារាយណៈមហាបណ្ឌិតឥណ្ឌារៀបរៀងឡើងដកស្រង់ពីគម្ពីរដើមឈ្មោះបញ្ចតន្ត្រៈនិងគម្ពីរផ្សេងទៀតដោយសេចក្តីដែលបណ្ឌិតនារាយណៈបានពោលទុកក្នុងអារម្មណ៍បទលោកស្រាប់ផ្ទៃសេចក្តីហេតោប្រទេសនេះបើតាមការសង្កេតមើលឃើញមានទំនងស្របទៅតាមពុទ្ធសាសនាដ៏ច្រើនដោយសេចក្តីយល់នៃលោកបេនវ៉ៃបណ្ឌិតអង់គ្លេសថាហេតោប្រទេសនេះគង់អាស្រ័យគោលពុទ្ធសាសនាផ្សំដែរតាមសេចក្តីគ្នាខ្នាន់អ្នកប្រាជ្ញពងសាវតាលោកសរសេរថាហេតោប្រទេសភាសាសំស្ក្រឹតកើតឡើងក្នុងរវាងសតវត្សទី10នៃពុទ្ធសករាជសតវត្សទី5នៃគ្រិស្តសករាជហើយចម្លងតគ្នាទៅស្ទើរតែគ្រប់ភាសាប្រទេសឥណ្ឌាមានភាសាបង្កាល់មហារ៉ាត់ជាដើមតែដែលសំខាន់ជាងគេនោះគឺរបស់បណ្ឌិតឡាលូឡាល់ជាភាសាក្រិកកាខាឈ្មោះរាជនីតិតពីប្រទេសឥណ្ឌាទៅទៀតគេប្រែជាភាសាបេលីរវាងសតវត្សទី10នៃពុទ្ធសករាជសតវត្សទី6គ្រិស្តសករាជពីភាសាបេលីជាភាសាអារ៉ាប់រវាងសតវត្សទី14នៃពុទ្ធសករាជសតវត្សទី8នៃគ្រិស្តសករាជប្រែពីអារ៉ាប់ទៅជាភាសាហឺប្រ៊ូយូវីហ្វប្រែពីភាសាហឺប្រ៊ូទៅជាភាសាក្រិកទៅជាភាសាធំក្នុងទ្វីបអឺរ៉ុបមានភាសាអាល្លឺម៉ង់អង់គ្លេសនិងបារាំងជាដើមខ្ញុំសូមអភ័យទោសដោយខ្ញុំមិនបានលើកយកឈ្មោះអ្នកប្រែទាំងអស់មកចារឹកទុកក្នុងទីនេះទេដោយយកតែគូខ្លះល្មមឲ្យដឹងដំណើរសេចក្តីដូចតទៅនេះក្នុងសតវត្សទី23នៃពុទ្ធសករាជសតវត្សទី17នៃគ្រិស្តសករាជបណ្ឌិតលទ្ធិអ៊ីស្លាមជាតិបាស៊ីឈ្មោះតាជាអេតដិនបានប្រែជាភាសាប៊ីឲ្យឈ្មោះថាមវូរអលគូលូប្រែថាគម្ពីរបញ្ចែកចិត្តឲ្យរីករាយតែជាធម្មតាអ្នកកាន់សាសនាអ៊ីស្លាមការប្រែនោះគេបំផ្លែងសេចក្តីដើមជាលទ្ធិសាសនាព្រាហ្មណ៍ឲ្យមានទំនងទៅជាលទ្ធិសាសនាអ៊ីស្លាមទាំងអស់ឯសេចក្តីប្រែរបស់បណ្ឌិតតាជាអេតដិននេះទៅរើបណ្ឌិតឥណ្ឌាឈ្មោះមើបេហាឌូអាលីហ៊ូសេនីប្រែត្រឡប់មកជាភាសាឥណ្ឌូស្ថានវិញកាលពុទ្ធសករាជ2345គ្រិស្តសករាជ1802បោះពុំនៅក្រុងកុលកាតាឲ្យឈ្មោះថាអាក្លាតអ៊ីហិនឌីប្រែថាសិលធម៌ឥណ្ឌាសេចក្តីប្រែភាសាទ្វីបអឺរ៉ុបមុនដំបូងច្រើនមានសេចក្តីឃ្លៀងឃ្លាតពីសៀវភៅដើមដោយច្រើនព្រោះកាលនោះការចេះដឹងភាសាសំស្ក្រឹតនៅទ្វីបអឺរ៉ុបពុំទាន់មានបរិបូរណ៍ក្នុងពុទ្ធសករាជ2357
គឺសករាជ1844ទើបលោកម៉ាក់មូលឺបណ្ឌិតអាល្លឺម៉ង់ប្រែបានត្រឹមត្រូវតាមសៀវភៅដើមកាលពុទ្ធសករាជ2391គ្រិស្តសករាជ1949លោក Francis Johnson បណ្ឌិតអង់គ្លេសប្រែជាភាសាអង់គ្លេសក្នុងពុទ្ធសករាជ2394គ្រិស្តសករាជ1851លោក Demetrius Kalanos ជាតិក្រិកនៅក្រុងអាថែនប្រែជាភាសាក្រិកលោកនេះបានជួលទៅនៅប្រទេសឥណ្ឌាតាំងពីកាលពុទ្ធសករាជ2329គ្រិស្តសករាជ1786ដល់ពុទ្ធសករាជ2376គ្រិស្តសករាជ1833ក្នុងពុទ្ធសករាជ2398គ្រិស្តសករាជ1855លោក Edward Longfellow ប្រែជាភាសាបារាំងក្នុងបណ្ណាល័យ El Sibérien de Bossuet ក្នុងពុទ្ធសករាជ2564គ្រិស្តសករាជ1921លោកនិកប្រទីបបណ្ឌិតសៀមប្រែជាភាសាសៀមដើម្បីឲ្យស្រួលទៅតាមទំនងភាសាខ្លួនហេតុប្រទេសជាភាសាសំស្ក្រឹតបោះពុំផ្សេងគ្នាក្តីសេចក្តីប្រែគ្រប់ជាតិភាសាក្នុងសកលលោកក្តីតែមានសេចក្តីខ្វះខាតលឹះលុះគ្នាខ្លះដោយអន្លើដោយការបន្ថែមបន្ថយទៅតាមអត្តនោម័តពុំនោះคล้ายទៅជាសុភាសិតឬរឿងនិទានជាតិភាសានោះសុទ្ធសាធដូចពាក្យលោក La Fontaine បណ្ឌិតបារាំងជាឧទាហរណ៍សេចក្តីពិតហេតុប្រទេសនេះគឺបញ្ចតន្ត្រៈត្រង់តែម្ដងដោយគ្រាន់តែបំព្រួញមកនៅត្រឹមតែ4ភាគគឺមិត្តលៀបការគប់មិត្តសុរភេទការបំបែកមិត្តវិក្រហៈសង្គ្រាមនិងសន្តិភាពឯបញ្ចតន្ត្រៈមាន5ភាគបញ្ច5តន្ត្រៈច្បាប់5ប្រការខ្ញុំប្រែជាភាសាខ្មែរនេះក្នុងមួយភាគបោះពុំជាមួយសៀវភៅរហូតដល់គ្រប់ទាំង4ភាគហេតុប្រទេសដែលខ្ញុំប្រែនេះខ្ញុំប្រែត្រង់តាមច្បាប់ភាសាសំស្ក្រឹតនារាយណបណ្ឌិតដែលលោកកាស៊ីនិតបានដរុងបារាប់បោះពុំលើកទី10កែតម្រូវដែលលោកវាសុទេវៈលក្ស្មណសាស្ត្រីបាំងស៊ីការបោះពុំផ្សាយដែលលោកបានដរុងជាម្ចាស់រោងពុំនិយមសាគរនៅក្រុងបំបីគ្រិស្តសករាជ1921ការប្រែខ្ញុំរកកលនិងប្រែផ្ដិតមិនបានបន្ថែមសេចក្តីឲ្យឃ្លាតឆ្ងាយពីច្បាប់ដើមពេកទេគ្រាន់តែសម្រួលទៅតាមទំនងភាសាខ្មែរប៉ុណ្ណោះព្រោះចង់រក្សារសជាតិលំនាំភាសាសំស្ក្រឹតឲ្យគង់នៅតែទោះជាខំព្រឹកព្រៀងយ៉ាងណាខ្ញុំនៅតែមានភ័យក្នុងរឿងនេះមិនអស់មិនហើយព្រោះការប្រែភាសាមួយទៅភាសាមួយតែងមានការឃ្លៀងឃ្លាតរអៀងសេចក្តីគ្នាជាធម្មតាដែលជាទោសកិច្ចពំរួចណាមួយវិជាអក្សរសាស្ត្រខ្មែររបស់ខ្ញុំនៅទុនខ្ចីពេកមិនអាចឈោងចាប់សំនួនវោហាពាក្យមួយម៉ាត់នៃអក្សរភាសាសំស្ក្រឹតយកមកប្រែជាពាក្យខ្មែរឲ្យច្បាស់លាស់ដូចសេចក្តីដើមបានហើយជាការលំបាកលើសសមត្ថភាពរបស់ខ្ញុំផងដើម្បីជាគ្រឿងណែនាំឲ្យទូលីគំនិតខ្ញុំបានយកហេតុប្រទេសច្បាប់ប្រែជាភាសាសៀមរបស់លោកនិកប្រទីបរោងពុំមហង្សមុទ្រថៃខែតុលាពុទ្ធសករាជ2494និងហេតុប្រទេសច្បាប់ប្រែពីភាសាបារាំងរបស់លោក Edward Longfellow រោងពុំ Maisonneuve គ្រិស្តសករាជ1882ខ្ញុំបានធ្វើន័យលក្ខណៈខ្លះប្រាប់សេចក្តីប្លែកគ្នាចំពោះសុភាសិតដែលមានប្រយោជន៍គួរឲ្យដឹងហើយបំព្រួញនាមលោក Edward Longfellow ថា Longfellow នាមលោកសេដ្ឋីរយ កោសេះនិប្រទីបថានិប្រទីបសូម្បីខ្ញុំខំប្រឹងប្រែងកុំឲ្យមានការភ្លៀងភ្លាន់ការប្រែនេះនៅតែមានការខុសឆ្គងតក់សេចក្តីឬទោសអ្វីមួយដែលហួសកម្លាំងសតិបញ្ញាសេចក្តីព្យាយាមខ្ញុំថាបើមានធម្មតាគង់អភ័យទោសឲ្យបច្ឆាជនជាអ្នកប្រាជ្ញភាសាសំស្ក្រឹតអនាគតនិងជាភាយៈទទួលត្រង់រងនៅគេមរតក
គឺការផ្លាំងផ្លត់ខុសរបស់ខ្ញុំក្នុងការប្រែច្បាប់នេះហើយនឹងកែសម្រួលឲ្យបានត្រឹមត្រូវល្អឡើងទុកជាហត្តានុហិតដល់បងប្អូនរួមជាតិតទៅសេចក្តីប្រែនេះខ្ញុំទុកជាទីរលឹកការនៃចាំវស្សាអស់ត្រៃមាសក្នុងឆ្នាំឆ្លូវឯកស័កពុទ្ធសករាជ2492ខ្ញុំមានអំណរយ៉ាងក្រៃលែងចំពោះលោកគ្រូព្រះទេពសត្ថាសូហាយក្រុមជំនុំព្រះត្រៃបិដកនិងព្រះគ្រូមុនីសោផនសេកនាងសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ដែលជួយឲ្យន័យក្នុងការប្រែខ្ញុំសូមអរគុណលោកព្រះបល័ក្ខពូធិរាមជាឆាយសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ដែលពេញចិត្តនឹងភាសាសំស្ក្រឹតដូចខ្ញុំដែរព្រមទាំងសហការីទាំងឡាយដែលបានយកប្រតិទុកដាក់ជួយសរសេរនិងជួយកែតម្រង់ជំនួសខ្លួនខ្ញុំសូមអរគុណលោកជុំទូតទីប្រឹក្សាព្រះរាជអាណាចក្រដែលស្រឡាញ់ការនេះហើយបានរដ្ឋនីសូមឲ្យប្រែហេតុបទេសនេះយកទៅបោះពុម្ពផ្សាយដល់សាធារណជនខ្ញុំសូមឲ្យប្រជាជនខ្មែរបានប្រកបដោយសេចក្តីសុខចម្រើនគ្រប់ប្រការស្រីហេតោបទេសអារម្មភបទសូមសេចក្តីប្រាថ្នារបស់សាធុជនទាំងឡាយបានសម្រេចផលដោយកិរិយាប្រសិទ្ធិនៃព្រះយេស៊ូវដែលរស្មីភាគ1ក្នុង16ស្ថិតនៅឯដរព្រះនលាតដូចជាលេខានៃពពុះទឹកទន្លេគង្គាហេតុបទេសនេះនរជនបានត្រង់ត្រាប់ស្ដាប់ហើយនឹងប្រគល់ឲ្យនៅសេចក្តីជំនាញក្នុងភាសាសំស្ក្រឹតនៅសេចក្តីឆ្លៀវឆ្លាស់ក្នុងសម្ដីថ្វីមាត់និងក្នុងនីតិវិជ្ជាទាំងឡាយដ៏វិចិត្រផ្សេងៗក្នុងទីទាំងពួងអ្នកប្រាជ្ញកាលបើស្វែងរកវិជ្ជានឹងទ្រព្យក៏បីគិតថាដូចជាខ្លួនមិនចាស់មិនស្លាប់កាលបើស្វែងរកធម៌ក៏បីគិតថាខ្លួនត្រូវមរឹធ្យុចាប់ក្របួចសក់បោកសម្លាប់ឥឡូវនេះហើយបណ្ដាទ្រព្យទាំងពួងវិជ្ជាលោកពូលថាជាទ្រព្យដ៏ឧត្តមព្រោះវិជ្ជាចោលលួចយកមិនបានផងកាត់ថ្លៃមិនបានផងមិនចេះរិចរិលទៅផងសពកាលវិជ្ជាយិតយងជនដែលនៅថោកទាបឲ្យបានជួលទៅចិត្តព្រះនរបតីដែលគេនៅចិត្តបានដោយកម្រឬអ្នកមានបុណ្យដ៏ក្រៃលែងជាងព្រះនរបតីទៅទៀតដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទឹកជួលទៅកាន់សមុទ្រវិជ្ជានាំឲ្យមានវិន័យនាំឲ្យមានសេចក្តីថ្លៃថ្នូរសេចក្តីថ្លៃថ្នូរនាំឲ្យបានទ្រព្យសម្បត្តិនាំឲ្យបានធម៌ដឹកនាំឲ្យបានសេចក្តីសុខសាស្ត្រវិជ្ជានិងសាស្ត្រវិជ្ជាទាំងពីរនេះគួរប្រតិបត្តិសិក្សារៀនឲ្យចេះដឹងទាំងអស់វិជ្ជាទី1ខាងដើមកើតចម្រើនឡើងដើម្បីសោចលេងជាធ្លុកកំ pl ែងវិជ្ជាទី2ខាងចុងបុគ្គលគួរគោរពក្នុងកាលទាំងពួងរូបគំនូរដែលគេគូទុកអាយដលភាជាអ្នកថ្មីមិនឃ្លាតคล้ายទៅជាប្រការដតីយ៉ាងណានីតិវិជ្ជាដែលគេបង្វឹកបង្ហាត់ដល់កូនក្មេងទាំងឡាយដោយថាជាគ្រឿងប្រៀបធៀប
ក៏ជាប់នៅយ៉ាងនោះលោកពោលទុកក្នុងទីនេះគឺ1មិត្តភាពការគប់បិទ2ការបំបែកបិទ3សង្គ្រាម4សន្តិភាពដែលដកស្រង់យកមកពីគម្ពីរបញ្ចតន្ត្រៈនិងគម្ពីរដទៃទៀតនោះខ្ញុំពោលទុកក្នុងទីនេះដោយសេចក្តីតទៅក្នុងអតីតកាលមាននគរមួយឈ្មោះប៉ាដាលីបុតស្ថិតនៅក្បែរស្ទឹងគង្គីព្រះបាទសុទសេនៈទ្រង់ប្រកបដោយស្វាមីគុណគ្រប់ប្រការស្ដេចគ្រប់គ្រងនគរនោះសម័យមួយទ្រង់បានធ្វើព្រះសណ្ដាប់ស្លោកពីរបទដែលអ្នកប្រាជ្ញបានពោលទុកមានសេចក្តីដូចតទៅនេះសាស្ត្រវិជ្ជាជាគ្រឿងកាត់បង់នៅសេចក្តីសង្ស័យជាអនេកជាគ្រឿងបើកបង្ហាញនៅអាថ៌កំបាំងនិងជាភ្នែកសម្រាប់មើលសព្វសារពើការទាំងឡាយអ្នកណាមិនមានសាស្ត្រវិជ្ជាអ្នកនោះទុកដូចជាមនុស្សខ្វាក់ភាពជាយុវជនមួយភាពជាអ្នកមានទ្រព្យច្រើនមួយភាពជាអ្នកមានអធិបតេយ្យមួយនិងភាពជាអ្នកមិនបែកបាក់គ្នាមួយបើមានតែមួយក៏នាំឲ្យខូចប្រយោជន៍ធ្វើដូចម្ដេចណឲ្យបានគ្រប់ទាំង4ប្រការក្នុងខ្លួនមនុស្សកាលព្រះរាជាអង្គនោះទ្រង់ព្រះសណ្ដាប់ដូច្នោះហើយក៏ទ្រង់ព្រួយតានតឹងព្រះរាជហឫទ័យចំពោះព្រះរាជបុត្ររបស់ព្រះអង្គដែលមិនទាន់បានសិក្សាសាស្ត្រវិជ្ជាទាំងឡាយព្រមទាំងប្រព្រឹត្តក្នុងផ្លូវខុសគន្លងធម៌ដោយសេចក្តីប្រមាទទើបទ្រង់ព្រះតម្រេះក្នុងព្រះរាជហឫទ័យដូច្នេះថាមានប្រយោជន៍អ្វីចំពោះគុណដែលកើតហើយល្ងងផងមិនប្រកបដោយធម៌ផងដោយភ្នែកឈឺមានប្រយោជន៍អ្វីបានក្រន់តែឈឺចាក់ដោតនាំឲ្យរំខានប៉ុណ្ណោះបណ្ដាគូន3ពួកគឺគូនមិនទាន់កើតមួយគូនកើតហើយស្លាប់ទៅវិញមួយនិងគូនល្ងងមួយគូន2ពួកខាងដើមជាគូនគប់ប្រសាគូនទី3មិនប្រសាឡើយព្រោះថាគូន2ពួកខាងដើមធ្វើទុកព្រួយតែម្ដងក៏អស់ហើយទៅឯពួកគូនទី3ធ្វើទុកមេដាបៃតាឲ្យលំបាកគ្រប់ជំហានជើងអ្នកណាកាត់ហើយដឹកនាំត្រកូលឲ្យចម្រើនខ្ពង់ខ្ពស់ឡើងអ្នកនោះទើបឈ្មោះថាកើតមែនតែនឬពេញជាកើតត្រឹមត្រូវព្រោះក្នុងសង្សារវដ្តដែលប្រព្រឹត្តទៅនេះអ្នកណាមួយដែលស្លាប់ទៅហើយមិនត្រឡប់កើតវិញទៀតក្នុងពេលប្រារព្ធនឹងរើសរកឈ្មោះនៃពួកអ្នកមានគុណចុះក្នុងបញ្ជីឬផែនថ្មឈ្មោះអ្នកណាឥតគុណមិនញ៉ាំងចិត្តគេឲ្យរំភើបព្រួយទេគេមិនចារឹកឈ្មោះអ្នកនោះឡើយបើដូច្នេះតើគួរនឹងហៅម្ដាយដែលបង្កើតកូននោះថាជាស្ត្រីអាឬស្ត្រីអ្វីណោអ្នកណាមិនតម្កល់ខ្លួនក្នុងការឲ្យទានក្នុងតបធោគឺសុចរិតក្នុងសេចក្តីអង់អាចក្លាហានក្នុងវិទ្យាសាស្ត្រនិងការស្វែងរកទ្រព្យអ្នកនោះលុកទុកដូចជាឧច្ចារៈនៃមេដាកូនមានគុណគប់តែម្នាក់ជាកូនប្រសើរកូនល្ងងរាប់រយមិនប្រសើរទេដូចព្រះច័ន្ទតែមួយដួងអាចកំចាត់ងងឹតអន្តរការបានកងតារាទាំងឡាយកំចាត់ងងឹតមិនបានទេតបៈគឺការបំពេញកុសលដែលបុគ្គលណាមួយធ្វើក្នុងទីស័ក្តិសិទ្ធិពុំនោះបំពេញទុក្ករកម្មដ៏ក្រៃលែងឯណាមួយព្រោះប្រាថ្នាកូននៃអ្នកនោះគួរជាកូនប្រដៅងាយសម្រិទ្ធសម្រេចប្រយោជន៍ប្រកបដោយធម៌និងមានប្រាជ្ញាបរិបូរណ៍កិរិយាបានទ្របមួយភាពជាបុគ្គលមិនមានរោគជានិច្ចមួយភរិយាជាទីស្រឡាញ់មួយភរិយាពុលពាកពីរោះមួយកូនប្រដៅងាយមួយនិងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណជនមួយបបិទ្ធព្រះរាជាធម៌6ប្រការនេះជាបរមសុខក្នុងជីវលោកនេះគួរនឹងរាប់អ្នកមានកូនច្រើនថាគប់ប្រសើរឬទេ
បើកូនទាំងឡាយនោះទុកដូចជានីលទទេក្នុងជង្រុកកូនតែម្នាក់ជាទីពឹងផ្នែកទំនុកបំរុងត្រកូលល្អជាជាងគេឈ្មោះបៃតាក៏ល្បីល្បាញឮខ្ទរខ្ចាយទៅគ្រប់ទិសសានោះទិសបៃតាធ្វើបំណុលទុកឲ្យកូនជាសត្រូវមេដាប្រព្រឹត្តទុច្ចរិតខុសកន្លងប្រពៃណីជាសត្រូវភរិយាមានរូបល្អជាសត្រូវកូនល្ងងក៏ជាសត្រូវវិជ្ជាបើមិនយកទៅប្រើប្រាស់ជាពឹសពុលភោជនដែលបរិភោគទៅហើយមិនរលួយជាពឹសពុលសភាជាពឹសពុលសម្រាប់អ្នកក្រីក្រស្ត្រីក្រមុំជាពឹសពុលសម្រាប់មនុស្សចាស់ជរានរជនសូម្បីកាត់ចេញពីត្រកូលណាក៏ដោយតែមានគុណកប់ប្រសើរហើយលោកក៏គួរគោរពបូជាធ្នូសូម្បីបរិសុទ្ធដោយវង្សតែមិនប្រសិទ្ធិនឹងធ្វើអ្វីកើតអោកូនទូចកំសត់ដែរអ្នកមិនទាន់បានរៀនសូត្រសោះរាត្រីទាំងឡាយចេះតែប្រព្រឹត្តកន្លងទៅបើដូច្នោះខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលវងអ្នកប្រាជ្ញទាំងឡាយដូចគោលុងត្រណេះជាប់ក្នុងកណ្ដាលបឹងភក់កាលបើដូច្នេះធ្វើដូចម្ដេចឲ្យកូនអាត្មាអញត្រឡប់បានជាបុគ្គលមានគុណកប់ប្រសើរក្នុងកាលឥឡូវនេះបរិភោគអាហារមួយការដេកមួយភ័យមួយនិងសែបមេធុនមួយធរទាំង4ប្រការនេះមនុស្សនិងសត្វមានស្មើគ្នាមានតែព្រះធម៌ប៉ុណ្ណោះទេទើបអាចធ្វើមនុស្សនិងសត្វឲ្យវិសេសប្លែកពីគ្នានរណាប្រះចាកធម៌អ្នកនោះទុកស្មាសត្វធម៌អាតធម៌កាមនិងមកសធម៌ទាំង4ប្រការនេះអ្នកណាមិនមានក្នុងខ្លួនសូម្បីតែមួយប្រការជីវិតអ្នកនោះឥតប្រយោជន៍សោះសូន្យទៅទីដូចបុកពពែរកប្រយោជន៍គ្មានអាយុមួយកម្មមួយទ្រព្យមួយនិងវិជ្ជាមួយសេចក្តីស្លាប់មួយធម៌5ប្រការនេះកើតសម្រេចមកជាមួយរាងកាយមនុស្សតាំងពីស្ថិតនៅក្នុងគំម្លេះភាវធរនៃបុគ្គលមានភាវធរតែងកើតមានដល់ភាវៈនៃបុគ្គលជាធំតែពិតភាវៈអាក្រាតតែងមានដល់ព្រះយេស៊ូវកិរិយាដេកលើពោះធំតែងមានដល់ព្រះហរិរបស់ណាមិនមានបច្ច័យរបស់នោះក៏តែងមិនមានថាបើរបស់ណាមានបច្ច័យរបស់នោះក៏មិនមែនជាមិនមានឆ្នាំនេះរំងាប់នៅពឹសពុលគឺសេចក្តីគិតបានហេតុដូចម្ដេចក៏គេមិនផឹកឆ្នាំនេះណតែភាសិតនេះប្រើជាសម្ដីមនុស្សខ្ជិលពួកខ្លះក្នុងចំណោមមនុស្សមិនចេះអត់ធន់ដល់ការងារទាំងឡាយបុគ្គលសូម្បីគិតឃើញព្រេងវាសនាក៏មិនគួរលះបង់សេចក្តីព្យាយាមខ្លួនចោលឡើយបើបុគ្គលមិនព្យាយាមចម្រាញ់ល្ងមិនបានព្រេងល្ងទេជោគលៀបតែងជួលទៅរកបរោះសីហៈដែលជាអ្នកមានព្យាយាមឃ្លាវខ្លាមានតែបរោះគំរក់ទេតែងពូលថាស្រេចតែព្រេងសំណាងបុគ្គលជួផ្ចាញ់វាសនាហើយធ្វើនៅព្យាយាមឲ្យពេញជាកូនប្រុសតាមកម្លាំងខ្លួនដែលអាចធ្វើបានថាបើតាំងព្យាយាមប្រឹងប្រែងធ្វើហើយនៅតែមិនសម្រេចទៀតតើវានឹងកើតទោសអ្វីរត់មិនគប្បីទៅបានដោយកង់តែមួយយ៉ាងណាព្រេងវាសនាបើវាចាក់ព្យាយាមនៃបរោះហើយក៏មិនសម្រេចយ៉ាងនោះដែរកម្មដែលបុគ្គលធ្វើអំពីបព្វជិតលោកហៅថាព្រេងវាសនាព្រោះហេតុនោះបុគ្គលមិនខ្ជិលច្រអូសគប្បីធ្វើសេចក្តីប្រឹងប្រែងដោយព្យាយាមពេញជាបរោះជាងប៉ាន់ដុំដីជារូបផ្សេងតាមចិត្តខ្លួនប៉ាន់យ៉ាងណាកម្មដែលបុគ្គលកសាងទុកខ្លួនឯងក៏ប៉ាន់មនុស្សមានភាវៈផ្សេងតាមលក្ខណៈនៃកម្មរបស់ខ្លួនយ៉ាងនោះដែរបុគ្គលសូម្បីឃើញកំណប់ទ្រពនៅក្នុងទីចំពោះមុខដូចរឿងក្អែកដោយមិននឹកនាថានឹងកើតមានបានហើយចាំព្រិញវាសនាកោះកកាយយកមកឲ្យឯងមិនរវល់ធ្វើសេចក្តីព្យាយាមពេញជាប្រុស
mình ban cầm nắp nụ tì ca tăng lại tay xem rạch đôi xì kê chi diêm prang prang để bích mình men đôi mình ô rót tì đôi mà đất tăng lại mình đài bò chùl mọt xây hạ để lụ lời côn khminh đài miệt đa bay đa ban vật vươn hơi từ chỉ côn miền côn qua prasa ban mình đài miền côn khminh na ban từ chỉ bình định đầy con tay chốt chinh pi qua miệt đa tì côn khminh đài miệt đa bay đa mình ban ở riêng sốt miệt đa nu trở lập chi sệt trời bay đa nu trở lập chi bục côn miền pi Puru côn mình ban rung rung không ti pro chum chun đôi cốc con đal vuông hằng khminh bори bồ đầy rụp nâng vây khminh song phúc khôn trọc cul đo vi se ắt chết đừng với chiều vây mình miền ria say rung rung tì đôi ca cha ắt miền khlen cờ ôm manu lưng ngùng đập cài đời kêu âm po tay miền ria say rung rung không ti pro chum chun ba manu lưng ngùng nu mình toàn hà một chân như dây đò rạp na còn nữ tại miền ria say rung rung đò rạp nu kal prehrichi trung rumpung đi chne trung trah bang kop prachum oi prach tang lai teup trung trah tha ne luk bandit tang lai sum luk sedap khnyum banda luk bandit tang lai ni min luk na khlah chi nek prach aj bung rin ni ti sah do kun khnyum dai lungum khlai prut kho kon long tho chi nik oi minកំណើតថ្មីឲ្យត្រឡប់បានល្អឡើងក្នុងកាលឥឡូវនេះបានឬទេព្រោះថាកញ្ចក់នៅរួមជាមួយនឹងមាសអាចចោលស្រមោលคล้ายទៅជាកែវមរកតយ៉ាងណាមនុស្សល្ងងនៅជាមួយនឹងលោកសប្បុរសក៏អាចត្រឡប់ទៅជាសប្បុរសឆ្លៀវឆ្លាតបានយ៉ាងនោះដែរកូនណាយមតិថោកទាបព្រោះសមាគមមួយអន្លើដោយបុគ្គលថោកទាបសមាគមមួយអន្លើដោយបុគ្គលស្មើគ្នាមតិក៏ស្មើគ្នាសមាគមមួយអន្លើដោយបុគ្គលប្រសើរមតិក៏រឹងរិតតែប្រសើរឡើងសម័យនោះមហាបណ្ឌិតម្នាក់ឈ្មោះវិស្ណុសារ៉ាម៉ាន់មានការចេះដឹងសាកលនីតិសាស្ត្រពិតប្រាកដដូចជាព្រះព្រហស្បតិ៍ក្រាបទូលថាបបិទ្ធព្រះសមតិទេវាវង្សព្រះរាជបុត្រទាំងឡាយនេះទ្រង់សម្ភពក្នុងមហាត្រកូលទូលព្រះបង្គំអាចបង្រៀននីតិសាស្ត្រទាំងឡាយតាមព្រះរាជបំណងបានព្រោះថាកិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍ក៏រមែងមិនបានផលសមតាមប្រាថ្នាទេដូចជាប្រើពេលវេលាព្យាយាមបង្រៀនសត្វកុកឲ្យចេះនិយាយដូចសត្វសេកសូម្បីច្រើនរយដងនឹងបានផលក៏ឥតអង្គឺមានឡើយតែក្នុងមហាត្រកូលបែបនេះអ្នកគ្មានបុណ្យមិនមកកើតទេប្រៀបដូចអណ្ដូងអារ៉ែកើតត្បូងទទឹមធ្វើដូចម្ដេចនឹងកើតមានកញ្ចក់ហេតុនេះខ្ញុំព្រះអង្គសូមទទួលយកព្រះរាជទានអាសាបង្រៀនព្រះរាជកុមារទាំងឡាយនេះត្រឹមតែឆៅមាសប៉ុណ្ណោះឲ្យមានការចេះដឹងនីតិសាស្ត្រស្ទាត់ជំនាញព្រះរាជាទើបទ្រង់ត្រាស់តបដោយសុភាពថាដង្កូវឡើងទៅទុំនៅលើក្បាលសាធុជនទាំងឡាយព្រោះនៅលីឡំជាមួយកម្រងផ្កាដុំថ្មដែលអ្នកធំលើកដំកើងហើយក៏คล้ายទៅជាភាពទេវតាពូកែស័ក្តិសិទ្ធិរបស់ទ្រាំដែលនៅលើកំពូលភ្នំខាងឧទយាទិត្យតែងបានទទួលពន្លឺស្វាងរុងរឿងព្រោះនៅចិត្តព្រះអាទិត្យយ៉ាងណាជនហិនជាតិវណ្ណៈថោកតែងបានទទួលការចេះដឹងជាពន្លឺព្រោះនៅចិត្តលោកអ្នកសប្បុរសទាំងឡាយនោះដែរអ្នកមានគុណគប់តែងដឹងល្អនឹងអាក្រក់អ្នកមានគុណគប់នោះបើទៅខ្សែគប់មនុស្សអាក្រក់ក៏ត្រឡប់ទៅជាអាក្រក់វិញដូចស្ទឹងមានទឹកដហើយដោយរសជាតិល្អលុះហូរចូលដល់សមុទ្រហើយក៏คล้ายទៅជាមានរសប្រៃផឹកមិនបានព្រោះហេតុនោះខ្ញុំសូមប្រគល់អំណាចដល់លោកអ្នកបង្រៀននីតិសាស្ត្រដល់កូនខ្ញុំទ្រង់ត្រាស់ហើយទើបប្រគល់ព្រះរាជឱរសដល់បណ្ឌិតវិស្ណុសារ៉ាម៉ាន់ដោយសេចក្តីគោរពក្រៃលែង
ស្រីហេតោបតិកថាមុខកាលខ្ញុំអានកតិលោករបស់លោកអ្នកអុកញ៉ាសតនប្រៃជាអិនមុនដំបូងខ្ញុំឃើញមាននិទាននិងសុភាសិតជាកាបមានរសជាតិផ្អែមល្ហែមចាប់ចិត្តចាប់ថ្លើមនាំឲ្យនឹកស្ងើចស្នាដៃលោកនិងទឹកចិត្តលោកពេញដោយមេត្តាករុណាដ៏ធ្ងន់ជ្រាលជ្រៅខ្ញុំយល់ថាលោកមិនមែនត្រឹមតែជាអ្នកកវីឯកប៉ុណ្ណោះទេលោកជាអ្នកប្រាជ្ញសិលធម៌និងទស្សនវិជ្ជាផងតមកមិនយូរប៉ុន្មានខ្ញុំបានអានហេតោបតិបណ្ឌិតនារាយណៈទៀតខ្ញុំឃើញសិលធម៌និងអរិយធម៌ខ្ពង់ខ្ពស់វិសេសក្រៃលែងទៅទៀតខ្ញុំគិតថាធ្វើដូចម្ដេចណនឹងមានលោកណាប្រែជាភាសាខ្មែរទុកជាសម្បត្តិវិសេសសម្រាប់ជនជាតិខ្មែរតាំងពីកាលនោះច្រើនឆ្នាំបញ្ចតន្ត្រៈជាប្រភពហេតោបតិនិងរឿងរ៉ាវទាំងឡាយក្នុងពិភពលោកធ្លាក់មកលើដៃខ្ញុំទៀតដូចជាទេពតាប្រទានខ្ញុំអានហើយអានទៀតជាប់ចិត្តស្អិតចំពោះអរិយធម៌នេះមានបិតិបាមោចៈឆ្អែតកាយឆ្អែតចិត្តហាក់ដូចជាបានក្រេបផឹកទឹកអមរិតហើយសរសើរភពសំណាងខ្ញុំដែលកើតមកក្នុងសម័យវិបត្តិអក្សរសាស្ត្រខ្មែរបានជួបប្រទះកិច្ចការជាស្នាដៃដ៏សំខាន់បែបនេះហេតុបតិនេះប្រែថាការព្រៀនប្រដៅប្រយោជន៍ការពន្យល់ប្រយោជន៍ការប្រាប់ប្រយោជន៍ឬការដឹកនាំជំនាញជនឲ្យបានប្រយោជន៍នានាលោកីនេះពុំនោះថាពាក្យព្រៀនប្រដៅសិលធម៌ដល់ជំនាញជនទាំងឡាយពុំនោះសោតនឹងហៅថាធម៌បំពេញមនុស្សភាពក៏សឹងបានជាគម្ពីរចាស់បុរាណមានអាយុរាប់ពាន់ឆ្នាំគេនិយមប្រែស្ទើរគ្រប់ភាសាក្នុងសកលលោកទោះជាអាស៊ីឬអឺរ៉ុបគេទុកជាលោកនីតិឬគតិលោកមួយដ៏សំខាន់ហេតុបតិនេះលោកនារាយណៈមហាបណ្ឌិតឥណ្ឌារៀបរៀងឡើងដកស្រង់ពីគម្ពីរដើមឈ្មោះបញ្ចតន្ត្រៈនិងគម្ពីរផ្សេងទៀតដោយសេចក្តីដែលបណ្ឌិតនារាយណៈបានពោលទុកក្នុងអារម្មភបទលោកស្រាប់តាមសេចក្តីគ្នេខ្នាន់អ្នកប្រាជ្ញពងសាវតាលោកសរសេរថាហេតុបតិភាសាសំស្ក្រឹតកើតឡើងក្នុងរវាងសតវត្សទី10នៃពុទ្ធសករាជកំឡុងសតវត្សទី5នៃគ្រិស្តសករាជហើយចម្លងតគ្នាទៅស្ទើរតែគ្រប់ភាសាប្រទេសឥណ្ឌានិងទៅជាភាសាធំក្នុងទ្វីបអឺរ៉ុបមានភាសាអាល្លឺម៉ង់អង់គ្លេសបារាំងជាដើមសេចក្តីពិតហេតុបតិនេះគឺបញ្ចតន្ត្រៈត្រង់តែម្ដងដោយគ្រាន់តែបំព្រួញមកនៅត្រឹមតែ4ភាគគឺការគប់មិត្ត1ការបំបែកមិត្ត1សង្គ្រាម1និងសន្តិភាព1អស់លោកអ្នកអានទាំងឡាយគង់បានជ្រាបហើយថាហេតុបតិនេះលោកចែកជា4ភាគការបែងចែកជា4ភាគនេះព្រោះលោកយល់ឃើញថាជីវិតមនុស្សម្នាក់មានគ្រោះថ្នាក់ច្រើនបែបយ៉ាងណាស់ជ្រងច្រាំងដូចបន្លាដែលនៅព័ទ្ធជុំវិញខ្លួនយើងគ្រាន់តែផ្លាត់ងាកខ្លួនបន្តិចក៏ប៉ះមុតបន្លាដើម្បីនឹងរក្សាខ្លួនឲ្យប្រព្រឹត្តទៅដោយសុវត្ថិភាពឬនឹងសម្របខ្លួនឲ្យរលុងកុំឲ្យប៉ះបន្លាគឺឧបសគ្គក្នុងជីវិតនោះត្រូវមានក្បួនខ្នាតគ្រប់ប្រភេទគ្រោះថ្នាក់ទុកជាប្រតិបអុចត្រូលបំភ្លឺមើលឃើញផ្លូវនឹងឲ្យមើលឃើញច្រកលហកល្មមនឹងកិច្ចដើរទៅឲ្យបានសុខស្រួលមុនដំបូងលោកពោលពីការគប់មិត្តព្រោះមិត្តនៅក្នុងលោកនេះមានច្រើនបែបណាស់មានកល្យាណមិត្តនិងបាបមិត្តជាដើមបើយើងស្គាល់ការគប់មិត្តហើយ
លោកប្រដៅឲ្យស្គាល់ការបំបែកមិត្តទៀតព្រោះថាបើយើងមិនស្គាល់ការបំបែកមិត្តទេយើងនឹងត្រូវគេបំបែកសាមគ្គីអំពីកល្យាណមិត្តយើងបានខ្លួនយើងនឹងធ្លាក់ទៅក្នុងជ្រោះជ្រៅគឺសេចក្តីទុក្ខដែលកើតពីការបែកសាមគ្គីនោះនាំឲ្យអន្តរាយដល់ខ្លួនដល់ត្រកូលនិងដល់ប្រទេសជាតិរួមសេចក្តីឲ្យខ្លីមកគឺលោកប្រដៅឲ្យមានសាមគ្គីនិងឲ្យស្គាល់ធម៌ជាសត្រូវដល់សាមគ្គីគឺការញុះញង់យើងច្រើនតែស្រែកប្រាប់គ្នាថាសាមគ្គីសាមគ្គីតែយើងច្រើនមិនស្គាល់ការញុះញង់បំបែកសាមគ្គីហើយយើងត្រូវគេញុះបញ្យុះឲ្យយើងបែកសាមគ្គីគ្នាហេតុដូច្នេះហើយបានជាលោកពូលពីការគប់មិត្តហើយលោកពូលពីការបំបែកមិត្តទៀតព្រោះសាមគ្គីមានការញុះញង់ជាសត្រូវការញុះញង់បំបែកសាមគ្គីនេះតាមពាក្យបាលីលោកហៅថាសង្ឃភេទការបំបែកពួកបំបែកក្រុមបំបែកសង្គមឲ្យបែកចេញពីគ្នាមានអំណាចខ្លាំងណាស់មានឫទ្ធិខ្លាំងណាស់អាចបំបែកសាមគ្គីជាធម៌ចងបាច់គ្នាជាធម៌រួបរួមគ្នាបង្កើតសេចក្តីសុខឲ្យសាបសូន្យទៅបានទើបបានជាលោកចាត់ថាការញុះញង់មានទោសធ្ងន់ណាស់ធ្ងន់ក្រៃលែងធ្ងន់តទៅទៀតលោកពូលពីវិវាទទាស់តែងគ្នាដោយលោកយល់ឃើញថាវិវាទនេះជាទោសធំមួយទៀតហើយមិនអាចជៀសវាងបានដោយងាយផងដោយប្រការទាំងពួងថាបើកើតមានវិវាទគ្នាហើយត្រូវប្រញាប់ប្រញាល់ស្វែងរកមធ្យោបាយផ្សះផ្សាឲ្យបានរលត់ស្លាប់ទៅវិញឆាប់ដើម្បីរក្សាសន្តិភាពគឺសេចក្តីសុខត្រជាក់ត្រជុំឲ្យមានជីវិតរស់នៅដោយប្រពៃព្រោះការសំខាន់បំផុតត្រង់សេចក្តីសុខនេះឯងសន្តិភាពគឺសេចក្តីសុខត្រជាក់ត្រជុំនេះនរណាក៏ពូលថាចង់បានគ្រប់គ្នាឥតប្រកែកបានឡើយបានជាលោកពូលពីការវិវាទហើយលោកពូលពីគណៈសន្ធិគឺការចងបាច់គ្នាឲ្យកើតសុខទូលំទូលីត្រឡងត្រឡាយទៀតសំដូចពាក្យដែលលោកពូលទុកថាហេតុប្រទេសនេះមានដល់ទៅ4ភាគក៏ពិតមែនប៉ុន្តែដែលថា4នេះគ្រាន់តែជាតួលេខរាប់ចំនួនឲ្យឃើញច្រើនប៉ុណ្ណោះទេឯសេចក្តីពិតនោះមានតែមួយគត់គឺគណៈសន្ធិការចងបាច់គ្នាឲ្យមានសន្តិភាពគឺសេចក្តីសុខត្រជាក់ត្រជុំនេះតែប៉ុណ្ណោះឯងខ្ញុំជឿជាក់ថាលោកអ្នកអានទាំងឡាយដែលបានមើលហេតុប្រទេសទាំង4ភាគនេះហើយនឹងបានឃើញព្រឹត្តិការណ៍ក្នុងជីវិតមនុស្សម្នាក់ថាមានដូចម្ដេចខ្លះហើយមុខជាចាំនៅនិព្វាននិងសុភាសិតទាំងឡាយនោះយកមកទុកជាគតិប្រចាំជីវិតដើម្បីទុកប្រើជាប្រយោជន៍ដោះឧបសគ្គដែលនឹងកើតមានដល់ខ្លួនគ្រប់គ្នាទៅអនាគតដោយខ្ញុំជឿជាក់ដូច្នេះហើយបានជាខ្ញុំមានបំណងថាសៀវភៅនេះគួរមានប្រចាំគេហដ្ឋានប្រជាជនខ្មែរគ្រប់គ្នាតែកុំភ្លេចសុភាសិតមួយបទដែលបុរាណលោកពោលថាដាវមុតមែនតែនៅក្នុងស្រោមវិជ្ជាចេះព្រមនៅក្នុងក្បួនទីបំផុតនេះខ្ញុំមានអំណរយ៉ាងក្រៃលែងចំពោះព្រះទេពសត្ថាសូហាយក្រុមជំនុំព្រះត្រៃបិដកនិងព្រះគ្រូមនីសោភ័ណ្ឌសេកនាងសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ដែលជួយឲ្យន័យក្នុងការប្រែខ្ញុំសូមអរគុណព្រះបល្ល័តពូធិរាមជាឆាយសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ដែលពេញចិត្តនឹងភាសាសំស្ក្រឹតដូចខ្ញុំដែរព្រមទាំងសហការីទាំងឡាយដែលយកព្រះតីទុកដាក់ជួយសរសេរជួយកែតម្រង់ជំនួសខ្លួនខ្ញុំសូមអរគុណលោកជុំទូតទីប្រឹក្សាព្រះរាជាណាចក្រដែលស្រឡាញ់ការនេះហើយបានអារាធនាសូមឲ្យប្រែហេតុប្រទេសនេះយកទៅបោះពុម្ពផ្សាយដល់សាធារណជនខ្ញុំសូមឲ្យប្រជាជនខ្មែរបានប្រកបដោយសេចក្តីសុខចម្រើនគ្រប់ប្រការ